อดดาลดังซอโอนถ้าใส่จำเบียนปังปาเต้กี่ตัวจังซอថ្ងៃនេះមកដឹងអំពីរូបមន្តគេធ្វើសាច់បៀតនំប៉័ងបែបម៉េចតោះមកមើលទាំងអស់គ្នាกับเปิดគេធ្វើអញ្ចឹងទេមានតាំងពីទឹកដោះគោខ្ទិះលាយមួយថ្លើមមាន់កិនជាមួយនំប៉័ងអេណាយក៏ទៅគ្រឿងគេអញ្ចឹងសោះអញ្ចឹងឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នាថ្ងៃនេះប្រពន្ធខ្ញុំស្នាដៃថ្មីថ្មោងបងដែលលក់នំប៉័ងប៉ាតេឃើញហើយជួយណែនាំផងហើយថ្ងៃនេះខ្ញុំសូមណែនាំទឹកដោះគោ Garfini ជាទឹកដោះគោដែលគាត់មានពីរជម្រើសមានទឹកដោះគោខាប់ក៏ដូចជាទឹកដោះគោខ្ទិះដែលផលិតមកពីប្រទេសម៉ាឡេស៊ីហើយទឹកដោះគោនេះគឺត្រូវជាមួយភេសជ្ជៈផ្អែមក៏ដូចជាមុខម្ហូបជាច្រើនតោះមកដឹងពីវិធីធ្វើទាំងអស់គ្នាចំពោះថ្លើមមាន់ខ្ញុំប្រើថ្លើមទាំងអស់1គីឡូខ្ញុំយកមកដោះដាក់ត្រាំជាមួយនឹងសាសចិនសិនណាយើងត្រាំប្រហែលជាខ្ទង់10នាទីបន្ទាប់មកទៀតយើងយកអាថ្លើមដែលយើងបានត្រាំហ្នឹងយកទៅលាងសម្អាតជាមួយនឹងទឹកធម្មតាយើងលាងពីទឹកបេះថ្លើមណាដែលមានខ្លាញ់រុំថ្លើមរុំអីអស់ហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមយកថ្លើមដែលយើងបានលាងសម្អាតហ្នឹងយកមកហាន់ជាកង់តូចខ្ញុំហាន់ជាកង់តូចហ្នឹងដើម្បីឲ្យវាងាយស្រួលក្នុងការចម្អិនឲ្យវាឆាប់ឆ្អិនបន្ទាប់មកយើងដាក់ត្រាំជាមួយនឹងទឹកដោះគោខ្ទិះដែលខ្ញុំប្រើគឺទឹកដោះគោខ្ទិះម៉ាក Garfini ដែលជួយឲ្យថ្លើមរបស់យើងទន់ហើយកាត់បន្ថយក្លិនឆ្អាបរបស់ថ្លើមសូមណែនាំតិចសិនទឹកដោះគោ Garfini ពុកម៉ែបងប្អូនទិញចំនួន15កេសថែមជូនដល់1កេសហើយបើទិញដល់10000កេសទៀតណាដោយតារាងហ្នឹងអញ្ចឹងពុកម៉ែបងប្អូនថែមច្រើនមែនតើបន្ទាប់មកយើងមកចាប់ផ្ដើមកាត់នំប៉័ងរបស់យើងជាបន្តទៀតយើងកាត់នំប៉័ងហ្នឹងជាកង់តូចកាត់រួចរាល់អីហើយយើងដាក់នំប៉័ងហ្នឹងត្រាំជាមួយនឹងទឹកដោះគោខ្ទិះរបស់យើងដូចគ្នាយើងត្រាំតតែនំប៉័ងហ្នឹងរីកហើយបានយើងយកនំប៉័ងមកកិនយើងដាក់កិនឲ្យរាងម៉ត់យើងកិនឲ្យរាងម៉ត់បែបនេះហើយយើងទុកវាមួយឡែកសិនឥឡូវយើងមកមើលសាច់ជ្រូករបស់យើងហ្នឹងខ្ញុំប្រើសាច់ជ្រូកប្រហែលជាកន្លះគីឡូយើងយកមកដល់លាងសម្អាតឲ្យបានស្អាតអីហើយខ្ញុំប្រាប់តាមហាន់ជាដុំតូចហើយហាន់ហើយខ្ញុំដាក់កិនយើងកិនវាឲ្យម៉ត់ហើយយើងទុកវាមួយឡែកសិនដូចគ្នាឥឡូវយើងមកហាន់ខ្ទឹមហ្នឹងមានខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងចំពោះខ្ទឹមបារាំងហ្នឹងខ្ញុំប្រើ1មើមកន្លះយើងហាន់ជាដុំតូចអីហើយយើងទុកវាមួយឡែកសិនដូចគ្នាបន្ទាប់ពីហាន់ខ្ទឹមហាន់អីអស់ហើយយើងមកមើលគ្រឿងផ្សំរបស់យើងមានប្រេងខ្យងទឹកស៊ីអ៊ីវម្សៅស៊ុបប៊ីចេងហើយនិងប៊ឺយើងដាក់ប៊ឺឆាប៊ឺឲ្យឈ្ងុយហើយយើងឆាខ្ទឹមតែមួយសពតទេបន្ទាប់មកទៀតយើងចាក់សាច់ជ្រូករបស់យើងឆាតែពី3ត្រឡប់មកយើងចាក់ថ្លើមដែលយើងបានត្រាំទឹកដោះគោចូលយើងឆាវាមកស្ទុះហើយបើយើងដាក់គ្រឿងដែលមានម្សៅស៊ុបប៊ីចេងប្រេងខ្យងទឹកស៊ីអ៊ីវឆាឲ្យវារៀងចូលជាតិតិចហើយខ្ញុំលួចបន្ថែមជាមួយនឹងទឹកដោះគោខ្ទិះម៉ាក Garfini ទៀតដើម្បីបន្ថែមឲ្យរសជាតិឈ្ងុយហើយវាមានជាតិផ្អែមតិចទៀតបន្ទាប់ពីនឹងមកយើងថែមជាមួយនឹងនំប៉័ងដែលយើងបានកិនរួចយើងរងាស់វារហូតដល់ដាច់ទឹកល្អបែបនេះឥឡូវសាច់ឆារបស់យើងឆ្អិនហើយនេះខ្ញុំទុកសាច់ឆាដែលឆ្អិនរួចហ្នឹងរហូតដល់ត្រជាក់បន្ទាប់មកទៀតបានយើងយកសាច់ដែលត្រជាក់ហ្នឹងយកមកកិនវាឲ្យម៉ត់បែបនេះមកអូនសាច់បៀតនំប៉័ងរបស់យើងហើយនិយាយថាកិនហើយចឹងទៅឃើញឡើងទំនងមែនតើហើយត្រូវណាស់ជាមួយនំប៉័ងក្តៅបែបនេះបើសិនជាបងដែលលក់នំប៉័ងមានរូបមន្តអីពិសេសផ្សេងទៀតចាំជួយណែនាំផងដោយសារតែវិធីធ្វើសាច់បៀតហ្នឹងវាមានច្រើនវិធីហើយនេះគ្រាន់តែជាមកវិធីទេអញ្ចឹងបើសិនជាបងប្អូនមានវិធីអីផ្សេងទៀតចាំជួយណែនាំផងចង់ឲ្យចម្អិនមកវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយ